គឺរយន្តប្រភេទសាំយ៉ុងពសផ្សេងបញ្ជាក់ជូនក្រុមគ្រួសារនៅក្នុងរយន្តទាំងអស់ប៉ុន្មានអ្នក5នាក់ចុះអមស្រីជាបងប្អូនក៏មិនដែរខ្ញុំបងថ្លៃអ្នកស្លាប់ខាងគឺសອບហ្នឹងហើយបាទអញ្ចឹងជំនាញទី1យកសອບពីរយន្តសិនយកសອບរយន្តយន្តយកពេលក្រោយបានបាទឡានដែលវាធ្លាក់មកហ្នឹងវាអត់ទាន់លេចទេវាបាក់ក្រិតឡើងហើយប្តីគាត់ហ្នឹងក៏ចាប់បាក់ទ្វារឡានយកសອບចេញមកកលៈកាន់ធូដើម្បីយកសອບយកចេញមកដល់ពេលឡានមិនចាំព្រលឹមឡើងសូមយើងជនមួយគ្រូគឺបានយកចេញពីរយន្តបានម្នាក់ទៅរយន្តណាបើតែពួកមីធម្មយកចេញបានម្នាក់តែប៉ុណ្ណោះនៅបាត់ម្នាក់ទៀតរយន្តបើឲ្យខាងអាញាធរឬក៏ខាងបងប្អូនភូមិនៅគាត់នៅហ្នឹងជួយធ្វើម៉េចបាំងរាំងកុំឲ្យមានពិសេសគឺផ្លាកសញ្ញាដើម្បីបញ្ចាំងឲ្យគាត់ឃើញបើយើងបើកពីនោះមកគឺឃើញមើលទលេឃើញច្បាស់មកអត់ឃើញផ្លូវទេបាទហើយណាមួយផ្លូវនេះកោងផងអញ្ចឹងឲ្យមានផ្លាកសញ្ញាមួយដាក់បាំងឬក៏មានវិធានការមួយកុំឲ្យរថយន្តមកជ្រុលថ្ងៃក្រោយទៀតបាទបើបញ្ជាក់ជូនប្រជាជនបាទនេះគឺជីវៈសូមបន្តទៀតដែលពួកគាត់ធ្វើការផ្សាយនៅទីតាំងនេះទៅជនថ្ងៃនេះថ្ងៃទី29ខែតុលាឆ្នាំ2025ដែលសោកនាដកម្មដែលគួរសោកស្ដាយគឺរយន្តប្រភេទសាំយ៉ុំដែលតាមព័ត៌មានបឋមដែលយើងទទួលបានគឺជារយន្តដែលដឹកឪពុកជាអ្នកជំងឺដើម្បីទៅព្យាបាលនៅមន្ទីរពេទ្យកាឡាម៉ែតអ្នកជំងឺគឺជាអ្នកខេត្តត្បូងឃុំមន្ត្រីជនបណ្ដាឆ្លងកាត់តាមសុកសីនធរដើម្បីធ្វើដំណើរទៅលើសៀនព្រៃតមៈហើយបន្តទៅរាជធានីភ្នំពេញប៉ុន្តែជាអកុសលបានមកដល់ភូមិមានជ័យឃុំមានជ័យសុកសីនធរខេត្តកំពង់ចាមគឺរថយន្តបានធ្លាក់ទឹកតែម្ដងទៅជនបាទបើកធ្លាក់ទឹកម្ដងនេះគឺជាសោកនាដកម្មមួយហើយក្រុមការងារយើងសូមចូលរួមដើម្បីទុកជាមួយក្រុមប្រសាសពបាទទៅជននេះចាំមិនដឹងថាតើរថយន្តដែលបើកក្នុងស្ថានភាពបណ្ណាលឿនលឿនយ៉ាងណាទៅជនព្រោះធម្មតាបើអ្នកស្រុកផ្សេងទៅគាត់មកទីតាំងនេះគាត់ស្គាល់ស្ថានភាពផ្លូវប៉ុន្តែអ្នកខ្លះអត់ស្គាល់ស្ថានភាពផ្លូវគឺគ្រោះថ្នាក់ច្រើនណាស់អញ្ចឹងការសំណូមពរពីប្រជាពលរដ្ឋទៅអាជ្ញាធរស្រុកផ្សេងទៅពិសេសជួយគេជួយដាក់របាំងឬក៏ចាក់ដីឲ្យបានខ្ពស់ដើម្បីជាការទប់សម្រាប់រថយន្តខ្លះដែលគាត់មកបង្កជាបើសិនជាគាត់មិនស្គាល់ផ្លូវច្បាស់លាស់បុកអាចបុកទ្រូងផ្លូវឬក៏បុករបាំងដើម្បីការពារបាទការពារមកចូលទឹកនេះការសំណូមពរប្រជាពលរដ្ឋបាទឥឡូវនេះជាអកុសលរថយន្តមួយគឺបានធ្លាក់ទឹកតែម្ដងទៅជនបាទនេះគឺជាស្នាមកង់រថយន្តទៅជនណាបាទស្នាមកង់រថយន្តនេះគឺជាស្នាមកង់រថយន្តផ្ទាល់តែម្ដងបាទយើងឃើញថានេះជាសោកនាដកម្មមួយអាសូរណាស់ទៅជនបងប្អូនជាតិម្ចាស់រថយន្តដឹកឪពុកដែលយើងទូមកបឋមគឺដឹកឪពុកទៅព្យាបាលនៅមន្ទីរពេទ្យកាឡាម៉ែតប៉ុន្តែមិនទាន់បានព្យាបាលផងឥឡូវត្រូវស្លាប់បាត់បង់ជីវិតពលមានដែលយើងវាក់បីដែលយើងទូបាននេះគឺក្នុងសមាជិកក្នុងរថយន្តជាលក្ខណៈគ្រួសារគឺរថយន្តប្រភេទសាំយ៉ុងពសទុកមនុស្សក្នុងនោះគឺ5នាក់បណ្ដាស្លាប់បាត់បង់ជីវិត3នាក់2នាក់ទៀតរងរបួសនោះដែរគណៈវិស្វករក្រុមការងារយើងនឹងធ្វើការផ្សាយផ្ទាល់ដើម្បីជាសារមួយជីវិតជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រជាជាតិកម្ពុជាបង្កើនការប្រុងប្រយ័ត្នបាទតាក់ទងទៅនឹងករណីហ្នឹងហើយនេះគឺជាសោកនាដកម្មមួយបងប្អូនជាតិបាទព្រឹកមិញនៅចន្លោះម៉ោងពងមិញម៉ោងប៉ុន្មានបងពងមិញម៉ោង7កន្លះ7កន្លះព្រឹកបាទ7កន្លះអូបាទ7កន្លះព្រឹកឥឡូវយើងឃើញថាទីតាំងនេះមានករណីគ្រោះថ្នាក់ចរាចរណ៍ច្រើនតែបងមានអីសំណូមពរឲ្យខាងអាញាធរឬក៏ខាងបងប្អូនភូមិនៅគាត់នៅហ្នឹងជួយធ្វើម៉េចបាំងរាំងកុំឲ្យមានពិសេសគឺផ្លាកសញ្ញាដើម្បីបញ្ចាំងឲ្យគាត់ឃើញបើយើងបើកពីនោះមកគឺឃើញមើលទលេឃើញច្បាស់មកអត់ឃើញផ្លូវទេបាទហើយណាមួយផ្លូវនេះកោងផងអញ្ចឹងឲ្យមានផ្លាកសញ្ញាមួយដាក់បាំងឬក៏មានវិធានការមួយកុំឲ្យរថយន្តមកជ្រុលថ្ងៃក្រោយទៀតបាទពួកកន្លែងហ្នឹងគឺបើកមកអុកសើច្រើនណាស់បាទហើយព័ត៌មានមិញហ្នឹងគឺធ្លាក់ទឹកភ្លាមគឺអ្នកលក់ដូរហ្នឹងគាត់បោះកានណាបោះកានជួយដែរបោះកានជួយឲ្យប្តីគាត់ដែលជាតកង់គាត់ប្រឹងជួយប្រពន្ធគាត់ហើយនឹងបងថ្លៃអ្នកទៀតក៏គាត់បានហែមកដល់លើគោករួចខ្លួនហើយចំណែកអក្សរប្រពន្ធគាត់ហ្នឹងគាត់ជួយអត់ទាន់ទេដោយសារបើអត់មានកានផងហើយគាត់ប្រឡែងយកទៅបានប្រពន្ធគាត់មកយកកានទៅវិញប្រពន្ធគាត់ធ្លាក់ស្លាប់បាត់ហើយខ្ញុំជំរាបដល់បងអូនដែលហាងអ្នកកសែតបានពួកបាននៅឃុំនេះភូមិមានជ័យស្រុកសីសខេត្តកំពង់ចាមព្រំបទល់ហាងខេត្តកណ្ដាលអញ្ចឹងព្រំបទល់ជាមួយបាទព្រំបទល់ខេត្តកណ្ដាលបាទអញ្ចឹងទីតាំងនេះស្ថិតក្នុងសីធរឡាយទីលពូបាទសីធរតើវានេះព្រំបទល់ត្រឹមតែបន្តិចទៅវាខេត្តកណ្ដាលអញ្ចឹងប៉ុន្តែអញ្ចឹងនៅព្រំបទល់តែម្ដងប៉ុន្តែទីតាំងនេះក្នុងសីធរនៅក្នុងសីធរទេគាត់ថាហួបប្រហែលជា150ម៉ែត្រវាជាប់នឹងខេត្តកណ្ដាលហើយខ្ញុំមកទាន់ប្រហែលបឋមតិចតួគាត់ដែលម្នាក់ដែលគាត់ឡានដែលវាធ្លាក់មកហ្នឹងវាអត់ទាន់លេចទេវាបាក់ក្រិតឡើងហើយប្តីគាត់ហ្នឹងក៏ចាប់បាក់ទ្វារឡានបានឲ្យម្នាក់ចេញមកបានជួយយកអាក្តងហ្នឹងគាត់ទៅយកប្រពន្ធគាត់ណាបងខ្វាយដែរទៅគាត់ហែទៅយកទៅដល់ពេលក្តងគេបោះទៅគាត់ក្តងតែហែយកទៅយកប្រពន្ធពងខ្វាយទៅយកប្រពន្ធលេចបាត់ឲ្យបានមកទទួលទៀតបានប្រពន្ធផឹកតចែកប្រពន្ធហៅមកអញ្ចឹងសំណុំពរហាងអាញាធរហាង
คมមានជ័យដើម្បីដោះស្រាយរឿងយើងធ្វើជាលបងឬជាទំនប់ទប់ឲ្យបានជាលេខក្បាលចឹងបាទសូមអរគុណសូមជំរាបលាបាទ ចេះលពូបើសិនបើយើងធ្វើជារបងក៏បើសិនជាឡានមកវាអាចបាំងរយន្តបានកុំឲ្យធ្លាក់ចូលទឹកដែរបើមួយទៀតបើសិនជាចាក់ជាដីព្រោះទីតាំងនេះមើលទៅមិនបានយូរទៀតទេគឺដីបាក់ទៀតហើយបើអញ្ចឹងបើសិនជាចាក់ដីបានខ្ពស់ឲ្យបានចាក់ដីឲ្យបានច្រើនឲ្យបានខ្ពស់ដើម្បីរយន្តមកបើសិនជាអត់ស្គាល់តាមពីផ្លូវគឺអាចទប់លំបឿនរយន្តបានកុំឲ្យរយន្តធ្លាក់ចូលទឹកចាបាទនេះការสนับสนุนមួយបាទสนับสนุนហៅអាញាធរឃុំមានជ័យបាទដោះស្រាយយ៉ាងបងជាអធិការអភិបាលរងស្រុកសេចក្ដីថោបាទជួយមិនរក្សាប្រជាពលរដ្ឋបាទកន្លែងហ្នឹងអត់មានផ្លាកសញ្ញាមួយបាទយប់ក៏មានបើកមកក៏មានភ្លើងមានអីឲ្យច្បាស់ដែរព្រោះកន្លែងហ្នឹងវាមានគ្រោះថ្នាក់ចរាចរណ៍ច្រើនណាស់ច្រើនករណីតែម្ដងបាទវាករណីច្រើនបាទអញ្ចឹងមើលតាមការលើកឡើងជាពលរដ្ឋថាទីតាំងនេះអត់មាននិមិត្តសញ្ញាចរាចរណ៍ទេបើមកគឺមានចំណាំងផ្លាមួយដាក់តែផ្លូវកោងឬក៏ផ្លូវបត់ឬក៏ផ្លូវអីចឹងដើម្បីប្រជាពលរដ្ឋក៏ដឹងមិននឹងពេលយប់ប៉ុន្តែនេះពេលថ្ងៃប៉ុន្តែជួនកាលខ្ញុំគិតថាបើតាមករណីនេះផ្ទាល់ប្រហែលជាគាត់អត់ដឹងវិសាលភាពផ្លូវបាទដល់ព្រឹកមិញហ្នឹងខ្ញុំក៏បានសួរតកងឡានដែរខ្ញុំសួរថាគាត់បើកពីក្នុងមកបងគាត់បើកមកទេដល់ពេលប្រពន្ធឲ្យគាត់នឹងបើកប្រឆាប់បានដល់ពេលកាលម៉ែតហើយណាមួយគាត់មកដល់ទៅគាត់តបាំងភ្នែកត្មងគាត់តបាំងដូចគេទាញយកត្មងបាទព្រោះផ្លូវនោះគាត់អាចបើកបោទេគាត់បើកច្រើនណាស់ណាណៃទេយូរគាត់មកមុនគាត់មកដល់ចិត្តក្បែរហ្នឹងគាត់វែងប្រហែលដងហើយបាទហើយសូមបញ្ជាក់ជូនទស្សនិកជនដែរនេះគឺជាវគ្គ3ដែលពូក្តាមធ្វើការផ្សាយចេញពីទីតាំងនេះទស្សនិកជនដែលយើងរងចាំមើលបន្ថែមទៀតថាតើកម្លាំងសមត្ថកិច្ចឬក៏អាជ្ញាធរពាក់ព័ន្ធគាត់មានវិធានការក្នុងការប្រើវិធីណាដើម្បីរាវរកជនរងគ្រោះដែលគាត់ស្លាប់បាត់បង់ជីវិតនៅក្នុងរយន្តចំនួន2នាក់ទៀតនេះជាព្រឹត្តិការណ៍ដែលគួរឲ្យសោកស្ដាយមួយទៅនៅក្នុងភូមិមានជ័យឃុំមានជ័យស្រុកសេនធរទឹកដីនៅខេត្តកំពង់ចាមតាមបណ្ដោយទន្លេមេគង្គចេញពីស្រុកសេនធរឆ្ពោះទៅស្ពានព្រែកតាមាក់ផ្ទាល់តែម្ដងទៅជនហើយទីតាំងនេះជាព្រំប្រទល់រវាងខេត្តកំពង់ចាមរួមជាមួយទៅនឹងព្រំប្រទល់ខេត្តកណ្ដាលប៉ុន្តែនៅទីតាំងនេះចេញប្រហែលជា150ម៉ែត្រទៀតគឺដល់ទឹកដីខេត្តកណ្ដាលផ្ទាល់តែម្ដងប៉ុន្តែការលើកឡើងពីប្រជាពលរដ្ឋសំណុំពរសូមឲ្យលោកអាបាស្រុកគឺអាជ្ញាធរពាក់ព័ន្ធជួយពង្រឹងនៅទីតាំងនេះជួយចាក់ដីបន្ថែមដើម្បីទប់ឬក៏ដាក់រនាំងទប់ដើម្បីកុំឲ្យរយន្តមកដោយករណីនេះផ្ទាល់គឺមានថាផ្លូវនេះរៀបស្មើពេលដែលមកគឺអត់មានរនាំងទប់បើរយន្តមកតាខុសបច្ចេកទេសគឺធ្លាក់ទឹកទន្លេរហូតដល់ស្លាប់បាត់បង់ជីវិតដោយករណីនេះផ្ទាល់តែម្ដងអញ្ចឹងប្រជាពលរដ្ឋសំណុំពរសូមឲ្យមានការដាក់របាំងឬក៏មានការចាក់ដីឲ្យបានខ្ពស់ដើម្បីជាការមួយជួយបងប្អូនប្រជាពលរដ្ឋជាការមួយដើម្បីបន្ថយបើសិនជាមានករណីថ្ងៃនេះផ្ទាល់តែម្ដងបើសិនជាទីតាំងនេះមានរបាំងឬក៏មាននិមិត្តសញ្ញាបន្ថែមឬក៏ចាក់ដីខ្ពស់នោះរយន្តអាចមកបុកដីដែលបាំងឬក៏ដីដែលចាក់ខ្ពស់នោះគឺมันអាចបន្តលបឿនចូលទឹកទន្លេនោះទេនេះគឺជាការសំណូមពរមួយទៅអាជ្ញាធរស្រុកស្រីសុនធរជួយពិចារណាករណីផ្ទាល់នេះតែម្ដងហើយមួយទៀតប្រជាពលរដ្ឋបានលើកឡើងថាទីតាំងនៅតាមបណ្ដោយទន្លេមេគង្គនេះគឺមានកន្លែងខ្លះគឺសូមឲ្យមានដាក់និមិត្តសញ្ញាចំណាំងផ្លាតផ្លូវកោងផ្លូវបត់បន្ថែមទៀតដើម្បីជួយសម្រួលការកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍ទឹកដីនៃស្រុកស្រីសុនធរខេត្តកំពង់ចាមជំរាបជូនដែរយើងឃើញថាគណៈវាស្មើនេះបាទសកម្មភាពបាទបងប្អូនប្រជាពលរដ្ឋដែលគាត់ជាអ្នករាវបាទរករយន្តដែលលិចនឹងជនរងគ្រោះដែលស្លាប់បង់ជីវិតគាត់កំពុងតែត្រៀមប្រតិបត្តិការនៅក្នុងការរៀបរាប់តដល់ប្រជាជនបាទអញ្ចឹងសុខខឹមថាគាត់អាចនឹងរកឃើញបាទក្រុមគ្រួសារជនរងគ្រោះដែលគាត់ស្លាប់បាត់បង់ជីវិតនៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅទីតាំងនេះផ្ទាល់តែម្ដងប្រិមត្តជនបងប្អូនជាតិបាទគណៈវិទ្យាស្មារតីបាទមក1:22នាទីរសៀលបាទប្រជាជនបាទថ្ងៃទី29ខែតុលាឆ្នាំ2025ដែលពួកក្តាមកំពុងតែធ្វើការផ្សាយផ្ទាល់នៅទីតាំងនេះដើម្បីជាការជៀបរបស់បងប្អូនប្រជាពលរដ្ឋបាទតាក់ទងទៅនឹងព្រឹត្តិការណ៍ដ៏គួរឲ្យសោកស្ដាយមួយករណីបាទគឺករណីរថយន្តប្រភេទសាំយ៉ុងមួយគ្រឿងបានធ្លាក់ចូលទឹកទន្លេមេគង្គនៅក្នុងភូមិមានជ័យឃុំមានជ័យស្រុកស្រីសន្ធរទឹកដីនៅខេត្តកំពង់ចាមទស្សនិកជនបងប្អូនជាតិនេះគឺជាព្រឹត្តិការណ៍ដែលគួរឲ្យសោកស្ដាយមួយដែលកើតឡើងបាទកើតឡើងដោយសារតែលក្ខណៈបាទកើតឡើងដោយសារតែលក្ខណៈរថយន្តប្រហែលជាគាត់មិនដឹងពីស្ថានភាពផ្លូវបាទមិនដឹងស្ថានភាពផ្លូវហើយគាត់បានបើកបរក្នុងលបឿនលឿនហើយក៏បានជ្រុលចង្កូតធ្លាក់ទឹកទន្លេមេគង្គបណ្ដាលឲ្យស្លាប់បាត់បង់ជីវិត3នាក់និងរងរបួសចំនួន2នាក់អញ្ចឹងនៅក្នុងហេតុការណ៍នេះផងដែរទស្សនិកជនយើងឃើញថាស្លាប់បាត់បង់ជីវិត3នាក់ហ្នឹងគឺ2នាក់ទៀតនៅក្នុងរថយន្តរកមិនទាន់ឃើញម្នាក់ទៀតបានរកឃើញ
ហើយក៏បានយកធ្វើបនតាមប្រពៃណីបើអ្វីដែលជាកត្តាសំខាន់ទៅជនគឺនៅក្នុងទីតាំងនេះផងដែរយើងឃើញថាបងដែលគាត់ជាអ្នកជំនាញឯកទេសក្នុងការមុជទឹកបាទរាវរករថយន្តនិងស្ទប់ជនរងគ្រោះកំពុងតែមកដល់ទីតាំងនេះផ្ទាល់តែម្ដងយើងសង្ឃឹមថានឹងអាចរកឃើញសពជនរងគ្រោះទាំងរថយន្តទាំងសពដើម្បីយកទៅធ្វើបនតាមប្រពៃណីផងដែរក្នុងដែលឥឡូវពូកដាមធ្វើការផ្សាយបន្តទៀតបាទអញ្ចឹងអ៊ំស្រីជាក្រុមប្រឹក្សាជនរងគ្រោះទាំងអស់គ្នាមែនអ៊ំបងប្អូនទាំងអស់គ្នាអញ្ចឹងអ៊ំមកចាក់នៅក្នុងភូមិឃុំណាមួយអ៊ំនៅស្រុកផ្ទះមាននៅឈ្មោះពេជ្រមកពេជ្រលើកំពង់ចាមស្រុកអីគេអ៊ំមកពេជ្រហ្មងហ៎បាទមកពេជ្រស្អីបញ្ជាក់ជូនជាក្រុមគ្រួសារនៅក្នុងរយន្តទាំងអស់ប៉ុន្មានអ្នក5នាក់ចុះអ៊ំស្រីជាបងប្អូនក៏មិនដែរខ្ញុំបងថ្លៃអ្នកស្លាប់បងថ្លៃអ្នកស្លាប់អញ្ចឹង5នាក់អញ្ចឹងមានស្រីប្រហែលអ្នកប្រុសប្រហែលអ្នកប្រុស3ស្រី2បាទចាស្រីស្លាប់ទាំងពីរហើយតែប្រុសស្លាប់មួយចាអញ្ចឹងស្លាប់ទាំងពីរហ្នឹងប្រុសហ្នឹងគឺត្រូវចូលមុនដំបូងគាត់ធ្វើដំណើរពីណាមកហើយពីថ្មពេជ្រហ្នឹងទៅពេញទៅកាឡាម៉ែតយកគាត់ទៅពេទ្យពីថ្មខេត្តវងឃ្មុំចាបាទគាត់បេះដូងចំហបេះដូងមហោងមិនទេតាហ្នឹងអាយុប្រហែលជាចិត្តហើយបាទចាហើយមកដល់ទីតាំងនេះគាត់ជួបគណៈចរាចរណ៍តម្ដងជួបគ្រោះថ្នាក់ចរាចរណ៍ធ្លាក់ទៅហ្មងហ្នឹងគ្រូចាបាទអញ្ចឹងឥឡូវនេះអញ្ចឹងក្នុងសមាជិកគ្រួសារទាំងអស់អញ្ចឹងរថយន្តនេះគឺជាប្រភេទរថយន្តជាលក្ខណៈគ្រួសារទេលក្ខណៈគ្រួសារដឹកឪក្មេងទៅពេទ្យទេអត់មានអ្នកក្រៅទេសិតតាពុកក្មេងប្អូនថ្លៃប្អូនបកកើតគាត់ទេបាទអញ្ចឹងមានទីតាំងនេះដោយសារស្ថានភាពផ្លូវកោងអញ្ចឹងរថយន្តមកដល់ផ្លូវកោងនេះបាត់អត់ទៅធ្លាក់ទន្លេចាបាទអញ្ចឹងអ៊ំស្រីមានអ្វីក្នុងការសំណូមពរធ្វើឲ្យជួយរៀបចំផ្លូវនេះដើម្បីក៏មានគ្រោះថ្នាក់ដល់ទៀតពេលឲ្យធ្វើលបងដាក់ទាំងសាលាអីភ្លឺអីយ៉ាងណាគ្រូចង់កុំឲ្យមានគ្រោះថ្នាក់ច្រើនដែរគ្រូនៅហ្នឹងចាយើងឲ្យសុំឲ្យសំណុំពែវឲ្យរដ្ឋាភិបាលជួយឲ្យធ្វើលំគេរដ្ឋបាលស្រុកសេនធរចាស្រុកសេនធរឲ្យជួយឲ្យធ្វើបាទតាមដងផ្លូវគួរឲ្យមានចំណាំងផ្លាតពេលយប់ពេលថ្ងៃឲ្យយើងមើលឃើញផ្លាតឲ្យអីសពគ្រប់ទាំងអស់ឲ្យមានសុខភាពល្អទាំងអស់គ្នាកុំឲ្យមានគ្រោះថ្នាក់គ្រូដោយគ្រួសារបងអ៊ំស្រីចាដោយគ្រួសារខ្ញុំផ្ទាល់ហ្នឹងវាជួបបដិវត្តហេតុហ្នឹងគ្រូបាទអញ្ចឹងកំហុសតែ1វិនាទីកាហ្វេប្រហែលតែ1វិនាទីប៉ុណ្ណឹងត្រូវបាត់បង់សមាជិកគ្រួសារបាត់បង់សមាជិកគ្រួសារដល់ទី3នាក់ចាបាទអរគុណអ៊ំបាទចាអរគុណបើសូមបញ្ជាក់ជូនទស្សនិកជនដែរឥឡូវពូកដាកំពុងតែធ្វើការផ្សាយបន្តទៅទស្សនិកជនគណៈវាអាត្មានេះគឺម៉ោង 4:12 នាទីល្ងាចបាទថ្ងៃទី29ខែតុលាឆ្នាំ2025ដែលពូកដាកំពុងធ្វើការផ្សាយបន្តទស្សនិកជនបាទនោះសកម្មភាពក្នុងការកម្លាំងសមត្ថកិច្ចអាជ្ញាធរសុកសេនធររដ្ឋបាលសុកសេនធរក៏ដូចជាកងកម្លាំងប្រដាប់អាវុធកងរាវរដ្ឋាភិបាលក៏ដូចជាកងយុវខេមរៈភូមិន្ទភូមិភាគរងបាទក៏ដូចជាកងកម្លាំងនគរបាលជាតិក៏បានរៀបចំរចនាសម្ព័ន្ធនេះទស្សនិកជនឥឡូវគឺត្រាក់ទ័រចំនួន2ដើម្បីត្រៀមក្នុងការអូសយករថយន្តចេញពីទឹកផ្ទាល់តែម្ដងដោយប្រូក្រាមបញ្ជាក់ជូននេះជាហេតុការណ៍ដ៏គួរសោកស្ដាយមួយករណីដែលតាក់ទងទៅនឹងប្រជាពលរដ្ឋមួយគ្រួសារគាត់បានស្លាប់បាត់បង់ជីវិតនៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ហើយបន្តមកទៀតដល់ផ្លូវកង់គឺធ្លាក់ចូលក្នុងទឹកទន្លេមេគង្គបណ្ដាលស្លាប់បាត់បង់ជីវិតចំនួន3នាក់និងរស់រានមានជីវិតចំនួន2នាក់អញ្ចឹងនៅក្នុង3នាក់នេះគឺរកឃើញតែម្នាក់ឡើយទេប៉ុន្តែ2នាក់ទៀតក្នុងរថយន្តប៉ុន្តែក្នុងនោះយើងឃើញថានៅម៉ោង 3:25 នាទីគឺរករថយន្តឃើញបាទអ្នកដែលបច្ចេកទេសក្នុងការចោះមុជទឹករករថយន្តនោះគឺឃើញហើយនៅទីតាំងនេះឥឡូវចាប់ដើមអូពីទីតាំងនោះមកដល់ទីតាំងដែលចំណោតដែលធ្លាក់នេះដើម្បីយកស្ទូចយករថយន្តដើម្បីត្រៀមក្នុងការប្រគល់ជូនទៅក្រុមគ្រួសារនៃសពដើម្បីធ្វើបន់ទៅតាមពេលនេះផងដែរប៉ុន្តែកត្តាសំខាន់ដែលពួកគាត់ចង់បង្ហាញមិនដឹងថាតើក្នុងរថយន្តក្រុមជនរងគ្រោះដែលសល់បង់ជីវិតនោះថាតើគាត់នៅក្នុងរថយន្តឬក៏យ៉ាងណាលំអិតបន្តិចទៀតពួកគាត់នឹងជុំរៀបជូនបាទវិជាទស្សនិកជនបានផងដែរនេះគឺជាសកម្មភាពរបស់អាជ្ញាធរពាក់ព័ន្ធបាទក៏ដូចជាត្រាក់ទ័រក្នុងការត្រៀមក្នុងការស្ទូចយករថយន្តបាទស្ទូចយករថយន្តរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដើម្បីត្រៀមក្នុងការប្រគល់ជូនក្រុមគ្រួសារនៃសពដើម្បីធ្វើបុណ្យទៅតាមប្រពៃណីបាទសូមបញ្ជាក់ជូនទស្សនិកជនផ្នែកគណៈវិទ្យានេះគឺម៉ោង 4:15 នាទីល្ងាចថ្ងៃទី29ខែតុលាឆ្នាំ2025ដែលពួកគាត់នៅធ្វើការផ្សព្វផ្សាយនៅទីតាំងនេះដើម្បីជាសារមួយបញ្ជូនបងប្អូនប្រជាពលរដ្ឋបានជាតាក់ទងទៅនឹងសោកនាដកម្មមួយរឿងសុកសេនធរគឺរថយន្តមួយគ្រឿងបានធ្លាក់ទឹកទន្លេមេគង្គបណ្ដាលឲ្យមួយគ្រួសារមួយគ្នា5នាក់ស្លាប់បាត់បង់ជីវិតចំនួន3នាក់និង2នាក់ទៀតត្រូវបានជួយសង្គ្រោះទាន់ពេលវេលា
បាទប្រជាជនជនបងដែរឥឡូវនេះឃើញថារថយន្តបានឃើញបងប្អូនណានៅបងប្អូនជាគឺរថយន្តប្រភេទសាំយ៉ុងពណ៌សបាទអញ្ចឹងគឺរថយន្តបានឃើញបងប្អូនណាហ្នឹងហើយបងប្អូនយើងអញ្ចឹងរថយន្តគឺបានស្ទូចហើយប៉ុន្តែយើងមិនទាន់លម្អិតថាតើសពទាំងពីរនាក់នៅក្នុងរថយន្តថានៅក្នុងរថយន្តឬក៏ចេញក្រៅរថយន្តរសាតាមដែតខ្សែទឹកឬយ៉ាងណាពូក្តាមនឹងលម្អិតជូននៅពេលបន្តិចទៀតនេះផងដែរបងប្អូនចិត្តបាទទរជនចឹងហេតុការណ៍នេះកើតឡើងតាំងពីព្រឹកវេលាម៉ោង10:14នាទីថ្ងៃទី29ខែតុលាឆ្នាំ2025ឥឡូវនេះគឺនៅម៉ោង3:25នាទីបានប្រទះឃើញរថយន្តអញ្ចឹងគឺអ្នករាវទឹកបាទជួលអ្នករុករកក្នុងទឹកឃើញបងប្អូនណាបាទទូកចំនួន2បាទគាត់ជាជនជាតិអ៊ីស្លាមគាត់ប្រកាសណាក្នុងការរកមុជទឹកឥឡូវរកឃើញទរជនបាទឥឡូវដល់ស្មើនឹងម៉ោង4:25នាទីហើយមិនទាន់អាចយករថយន្តចេញពីទឹកឡើងលើគោកកន្លែងទេប៉ុន្តែនោះយើងឃើញថាអត្រាទ័រកំពុងតែអូសរថយន្តតតែម្ដងដើម្បីត្រៀមបកគលទាំងរថយន្តនិងសពទៅដល់ក្រុមគ្រួសារជនរងគ្រោះដើម្បីត្រៀមយកធ្វើបុណ្យតាមប្រពៃណីផងដែរបាទអញ្ចឹងទរជនបងប្អូនជាទីគោរពអញ្ចឹងគឺរថយន្តគឺលើកត្រៀមឡើងលើគោកឲ្យទរជនណាគឺហើបក្បាលឲ្យបងប្អូនយើងបាទប៉ុន្តែយើងមិនទាន់ដឹងថាតើសពទាំងពីរនាក់ជាជនរងគ្រោះនៅក្នុងរថយន្តឬក៏នៅក្រៅរថយន្តឡើយទេពួកគាត់នឹងលម្អិតនៅពេលបន្តិចនេះចឹងដោយពួកក្តាមប្រជាជនទរជនអញ្ចឹងមានន័យថាគឺរថយន្តគឺស្ទួយបានឡើងហើយទរជនហើបក្បាលហើយកំពុងតែត្រៀមក្នុងការយករថយន្តឡើងមកលើគោកផ្ទាល់ផងដែរទរជនគណៈវិទ្យាស្មាននេះគឺម៉ោង4:23នាទីល្ងាចថ្ងៃ29ខែតុលាឆ្នាំ2025គឺជាសកម្មភាពរបស់កម្លាំងដាច់បាយទរជនក្នុងការស្ទូចដើម្បីស្ទូចយករថយន្តចេញពីក្នុងទឹកតតែម្ដងទរជនប៉ុន្តែយើងហៅបានតិចទរជនយើងមើលទៅបាទសូមអញ្ជើញជនជនដែរប្រសាបលអធិការបាទថាជាជំហានដំបូងគឺសូមឲ្យយកសពជនរងគ្រោះចេញពីរថយន្តសិនបាទរថយន្តទុកក្រោយបាទនេះជាកត្តាសំខាន់ទរជនណាអានឹងងាយស្រួលតែបានខំភូមិតិចបាទអញ្ចឹងទាំងមុនដំបូងយើងចង់ឲ្យយកសពរថយន្តចេញសពចេញពីរថយន្តសិនលពូយកសពចេញមកកលាក់កាន់ធូរដើម្បីយកសពយកចេញមកដល់ពេលឡានមកចាំព្រលឹមឡើងសុំយើងនេះហ្នឹងដែរបាទឲ្យបាត់មកកលាក់សិនបាទលពូបាទហ្នឹងបាទសូមជិះជនជំដែរបាទគឺលោកអធិការស្រុកស្រីសន្ធរបានបញ្ជាក់ថាជាជំហានដំបូងគឺឲ្យកងកម្លាំងអ្នកដែលដឹកគឺមានន័យថាចុះទៅដល់ផ្ទាល់ហើយយកចូលក្នុងរថយន្តថាសាកសពនៅក្នុងរថយន្តឬក៏យ៉ាងណាបាទអញ្ចឹងគឺជំហានដំបូងគឺយកសាកសពចេញពីរថយន្តដែរសិនរថយន្តនេះគឺជាការលើកឡើងរបស់លោកអធិការស្រុកស្រីសន្ធរផ្ទាល់តែម្ដងលោកអធិការតើជំហានទី1តើយើងត្រូវយកសពចេញស្រីមិនដែរលោកអធិការជំហានទី1យើងត្រូវយកសពចេញពីរថយន្តសិនឬក៏មិនដែរលោកអធិការបាទវាសំខាន់គឺសពហ្នឹងហើយបាទអញ្ចឹងជំហានទី1យកសពចេញពីរថយន្តសិនយកសពរថយន្តសិនយន្តយកពេលក្រោយបានហើយបាទអរគុណលោកអធិការបាទបញ្ជាក់ជូនប្រិយមិត្តជនយើងឃើញថាគណៈវាស្មាននេះគឺសាកសពជនមួយគ្រោះគឺបានយកចេញពីរថយន្តបានម្នាក់ទរជនណាបើតែពួកមីធម្មយកចេញបានម្នាក់តែប៉ុណ្ណោះនៅបាត់ម្នាក់ទៀតទរជនបាទអញ្ចឹងសពរបស់ជនរងគ្រោះគឺបានមកដល់ទីតាំងហើយគឺយកតាមរថយន្តពេទ្យដើម្បីយកទៅប្រកល់ជូនសមក្រុមគ្រួសារនៃសពធ្វើបុណ្យទៅតាមប្រពៃណីផងដែរបាទទរជនរបស់យើងពិបាកទទួលយកស្ថានភាពនេះទរជនណាបាទអញ្ចឹងគឺសពស្ត្រីម្នាក់គឺបានស្រង់ពីលើគុកឲ្យទរជនឲ្យត្រៀមដាក់បញ្ជូនតាមរថយន្តរបស់មន្ទីរពេទ្យបង្ហាញសុខសន្តិភាពដើម្បីបកគលជូនក្រុមគ្រួសារជនរងគ្រោះយកធ្វើបុណ្យតាមប្រពៃណីជើងទៅ
បាទសូមបញ្ជាក់ជូនដែរបាទនេះគឺសាកសពចំនួន2រូបត្រូវនៅក្នុងរថយន្តគឺរកឃើញមួយរូបហើយបងប្អូនជំនឿចិត្តហ្នឹងហើយឥឡូវនេះគឺបាទកងកម្លាំងកម្លាំងពលសាកសពជនរងគ្រោះទៅឲ្យក្រុមប្រសាដើម្បីទាមយកធ្វើបុណ្យតាមប្រពៃណីផងដែរ